សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់រឿងថេអាកូនេះបន្តទៀតបន្តពីមានរឿងការពីថ្ងៃមុនអូឡាក៏បានស្ដីបន្ទោសឲ្យប្អូនស្រីរបស់គាត់ផងដែរថាមិនដឹងជាចង់ខ្លាយជាអ្នកប្រយុទ្ធអីទេពេលដែលជួបសត្រូវពិតប្រាកដភ័យឡើងញ័រជើងចំណែកឪពុករបស់នាងអត់បានថាអីទេរឿងដែលសំខាន់បំផុតនាងមានសមត្ថភាពនោះឯងនៅពេលហ្នឹងគាត់ចាប់អារម្មណ៍តែក្មេងប្រុសម្នាក់ដែលមានឈ្មោះថាខៃចំណែកខៃឯនេះវិញពេលហ្នឹងគាត់កំពុងតែធ្វើការងាររបស់គាត់សោកគ្នារបស់គាត់ក៏បានមកចាប់គាត់ធ្វើបាបដោយសារតែខៃឥឡូវហ្នឹងចាប់ផ្ដើមល្បីហើយជាពិសេសតែងតែនៅជាមួយអ្នកនាងជូសេនោះឯងដែលធ្វើឲ្យពួកគេចំណែនរហូតពូម៉ាន់សូមកដល់ទើបពួកគេព្រមឈប់បន្ទាប់ពីនឹងមកអ្នកនាងជូសេក៏បានមករកខៃម្ដងទៀតនាងមកម្ដងហ្នឹងគឺចង់អរគុណខៃដែលបានជួយនាងកាលពីថ្ងៃមុននោះឯងនៅពេលនេះនាងដឹងច្បាស់ហើយថានាងនឹងអត់ប្រយោជន៍ប៉ុណ្ណាចាប់ពីពេលហ្នឹងទៅនាងនឹងបន្តវឹកហាត់ឲ្យកាន់តែខ្លាំងជាងមុនហើយក៏បបួលខៃដើម្បីវឹកហាត់ជាមួយនាងផងដែរមានពេលមួយខៃកំពុងតែពោះអស់សុកស្រាប់តែអេសាយកទឹកមួយផ្តិលមកឲ្យគាត់ញ៉ាំអ្នកទាំងពីរទើបតែជួបគ្នាបានបន្តិចស្រាប់តែមានអ្នកមីងម្នាក់បានមកពឹងអេសាឲ្យទៅជួយគាត់បាននៅពេលហ្នឹងផងដែរអត់ដឹងថាលោកពូម៉ាន់សូមកកន្លែងហ្នឹងតាំងពីពេលណាទេហើយតែគេឥឡូវសបោអ្នកស្រឡាញ់ដល់ហើយនៅយប់នឹងផងដែរអំឡុងពេលអ្នកគ្រប់គ្នាគេងលក់អស់ខៃក៏បានចេញទៅកន្លែងវ៉ាឡៃរបស់គាត់នៅពេលហ្នឹងយើងឃើញថាខៃលោតបានខ្ពស់មែនតែនរបងខ្ពស់ប៉ុណ្ណឹងហើយលោតផុតទៀតចំណែកការរត់របស់គាត់វិញក៏កាន់តែលឿនផងដែរដែលមានន័យថាសមត្ថភាពរបស់គាត់នឹងកាន់តែរីកចម្រើនមែនតែនហើយពេលមកដល់វ៉ាឡៃក៏ទម្លាក់ខ្លួនចូលទៅក្នុងទឹកប្រងតែម្ដងបន្ទាប់មកអ្វីដែលគាត់ចង់ធ្វើគឺទៅនិយាយអរគុណកន្លែងផ្ទាំងថ្មដោយសារតែគាត់សង្ស័យថាមានរបួសធ្ងន់កាលពីលើកមុននឹងព្រះនៅកន្លែងនឹងបានជួយគាត់ហើយក៏ចាប់ផ្ដើមជួលសម្អាតនៅកន្លែងនឹងតែម្ដងបន្ទាប់ពីជួលសម្អាតរួចរាល់ហើយគាត់ក៏រត់ទៅលេងក្នុងព្រៃបន្តិចដូចជាផឹកទឹកដ៏ស្រស់ថ្លាបេះផ្លែឈើស្រស់ញ៉ាំហើយក៏បានគេងលេងនៅកន្លែងនឹងយ៉ាងសប្បាយរីករាយតែម្ដងនៅពេលហ្នឹងគាត់ក៏នឹកឃើញថាចង់សង់កូនខ្ទមមួយគ្រាន់សម្រាប់នៅកន្លែងហ្នឹងហើយក៏បានទៅរកកាប់ឈើប៉ុន្តែគាត់អត់មានឧបករណ៍កាប់ទេមានតែកូនកបិតតូចមួយដែលនៅជាប់ខ្លួនតែប៉ុណ្ណោះដល់តែពេលអញ្ចឹងគាត់ក៏ចង់ប្រើដៃរបស់គាត់កាត់ដើមឈើតែម្ដងជាលទ្ធផលក៏បានធ្វើឲ្យឆេះដើមឈើទ្រុលនៅក្នុងរឿងហ្នឹងដូចជាចម្លែកបន្តិចព្រោះថាអ្វីក៏ដោយឲ្យតែខៃចាប់ផ្ដើមសញ្ជឹងគិតក្នុងចិត្តគាត់តែងតែធ្វើបាននៅពេលហ្នឹងដៃរបស់គាត់ចាប់ផ្ដើមចេញពន្លឺប៊ីនឹងកាត់ដើមឈើនឹងបានទៅហើយប៉ុន្តែស្រាប់តែមានសម្លេងអ្វីមួយរំខានគាត់ក៏សម្រេចចិត្តទៅមើលសិនពេលមកដល់ក៏បានឃើញមនុស្សមួយក្រុមដូចជាកំពុងតែចូលទៅកន្លែងវ៉ាឡៃរបស់គាត់ហើយក៏ចង់ហត់ទៅវាយបដៅពួកនឹងចេញម្ដងប៉ុន្តែនៅពេលដែលមកដល់គាត់ក៏ឈប់វាយវិញដោយសារតែពួកគេសិតតែក្មេងៗលោកអ៊ំចាស់ម្នាក់ក៏បានចេញមកគាត់មានឈ្មោះថាផរ៉េកដែលជាអ្នកដឹកនាំនៃប្រជាជនគាត់ទាំងមូលតែម្ដងគាត់ប្រាប់ថាពូជសាសរបស់គាត់ហៅថាកូរ៉ូបន្ទាប់មកក៏លុតជង្គង់សុំទោសខៃដោយសារតែពួកគេចូលមកកន្លែងហ្នឹងដោយគ្មានការអនុញ្ញាតហើយមិនមែនសក់ពួកគេមកអញ្ចឹងទេដោយសារតែទឹកដីរបស់ពួកគេហ្នឹងត្រូវបានពួកអាជ្រុកដណ្ដើមអស់ហើយថែមទាំងតាមសម្លាប់ពួកគេចោលទៀតផងគាត់បានហៅខៃថាជា arbitration god ចំណែកខៃវិញស្ដាប់អត់យល់ទេព្រោះថាគាត់ជាមនុស្សធម្មតាមិនមែនជាព្រះអីឡើយមែនហ្នឹងមើលអ្មេចក៏អត់ដូចព្រះដែរនៅពេលហ្នឹងលោកអ៊ំផរ៉េកប្រាប់ថាភ្នែករបស់គាត់មើលពន្លឺថ្ងៃអត់ឃើញទេប៉ុន្តែគាត់អាចមើលឃើញថាមពលដែលចេញពីក្នុងខ្លួនរបស់ខៃបានគាត់និយាយទៀតថាខៃនឹងគឺជា arbitration god ដែលទទួលថាមពលពី Valley god នៅកន្លែងហ្នឹងហើយគាត់ក៏បានបូជាចៅស្រីរបស់គាត់ម្នាក់ទៅដល់ព្រះនៅកន្លែងហ្នឹងដើម្បីសុំសេចក្តីសុខឲ្យជនជាតិរបស់គាត់ទាំងមូលតែម្ដងខៃលឺហើយហួចចិត្តខ្លាំងមែនទែនហើយក៏បញ្ញាប់ទៅជួយក្មេងស្រីនឹងមកវិញប៉ុន្តែខ្សែនឹងត្រូវបានដាច់ក្មេងស្រីធ្លាក់ទៅក្រោមបាត់ហើយខៃចុះមកជួយដល់ខាងក្រោមផងដែរពេលមកដល់ក្មេងស្រីម្នាក់ហ្នឹងមានរបួសធ្ងន់ប៉ុន្តែយ៉ាងណានាងនៅមានជីវិតនៅឡើយទេបន្ទាប់មកគាត់ក៏ចាប់ផ្ដើមប្រមូលធម៌ពលរបស់គាត់ដើម្បីព្យាបាលក្មេងស្រីនឹងឲ្យបាននៅពេលហ្នឹងយើងឃើញថាគាត់ពិតជាមានធម៌ពលមែនខ្លួនរបស់គាត់ចាប់ផ្ដើមចេញពន្លឺអាចព្យាបាលក្មេងស្រីនឹងបានហើយទីបំផុតនាងក៏ផុតពីគ្រោះថ្នាក់ដល់អាយុជីវិតផងដែរនៅពេលហ្នឹងគាត់ស្រាប់តែលើសម្លេងប្រយុទ្ធគ្នានៅខាងលើចំណែកខាងលើឯនេះវិញពួកអាជ្រុកបានមកដល់កន្លែងហ្នឹងហើយតាមសម្លាប់ពូជសាសកូរ៉ូនឹងបន្តទៀតហើយដោយសារតែពួកគេជាមនុស្សតូចអត់អាចវាយឈ្នះជាមួយនឹងពួកអាជ្រុកធំទាំងអស់នឹងបានទេជាពិសេសអ្នកដែលអាចប្រយុទ្ធបានមានតែការឆែកហើយនឹងល្អអ៊ំផរ៉េកតែប៉ុណ្ណោះសំណាងល្អណាស់ខៃបានឡើងមកទាន់ហើយក៏អាចសម្លាប់ពួកអាជ្រុកនឹងបានប្រមាណផងដែរប៉ុន្តែក៏មានពូជសាសកូរ៉ូមួយចំនួនមានរបួសធ្ងន់បាត់ទៅហើយបន្ទាប់មកគាត់ក៏រួមដៃជាមួយនឹងល្អអ៊ំផរ៉េកចាត់ការទៅលើពួកអាជ្រុកនឹងបានប្រមាណក្បាលទៀតនៅសល់តែប្រមាណក្បាលទេប្រមាណចុងក្រោយនឹងគឺថាឌឺខ្លាំងមែនតែននៅពេលហ្នឹងខៃស្រាប់ទៅលើសម្លេងអ្វីមួយប្រាប់គាត់ថាឲ្យសម្លាប់ពួកអាជ្រុកនឹងចោលទៅក៏មកទឹកដីរបស់គាត់ឲ្យសោះហើយខៃក៏ចាប់ផ្ដើមប្រែទឹកមុខភ្លាមលក្ខណៈសរិះខ្លាំងមែនតែនចេញសញ្ញារីវ៉ាញ់ក្រេះផងហើយក៏មានធម្មពលពលឺចេញពីក្នុងខ្លួនរបស់គាត់ទៀតដែលធ្វើឲ្យពួកអាជ្រុកទាំងអស់នឹងមានអារម្មណ៍ថារៀងភ័យខ្លាចផងដែរហើយក៏បានសុំអង្វរខៃថាលើកលែពួកវាទៅពួកវាសុខចិត្តទៅវិញដោយមិនធ្វើអ្វីបន្តទៀតទេ
ប៉ុន្តែខៃអត់យល់ព្រមឡើយដោយសារតែពួកគេបានមកអុកឡុកដល់ទឹកដីរបស់គាត់ហើយដូច្នេះពួកវាត្រូវតែងាប់នោះឯងដល់តែពេលសុំអង្វរបានចឹងជំរឿគឺមានតែប្រយុទ្ធគ្នានឹងឯងនៅពេលហ្នឹងអាចជ្រូកនឹងក៏បានហោះមកកាប់ខៃប៉ុន្តែត្រូវបានខៃកាត់ដៃរបស់វានឹងដាច់អស់មកខាងបន្ទាប់មកគាត់ក៏ប្រើដៃរបស់គាត់ចាក់ទម្លុះខ្លួនរបស់អាជ្រូកនឹងហើយក៏ខ្វេះ Godstone របស់វាបានឡើងប៉ុណ្ណាណីហើយអា Godstone នឹងមើលទៅធំប្លែកមែនទែនមូលហេតុដោយសារតែអាជ្រូកមួយនឹងក៏ជា Guardian Bearer ម្នាក់ផងដែរនៅពេលនេះពួកគេកាន់តែជឿជាក់ 100% ហើយថាខៃនឹងគឺពិតជាព្រះ Arbitration God សូម្បីតែការឆែកដែលអត់សូវជឿតាំងពីដើមមកឥឡូវនឹងក៏ជឿផងដែរលោកអ៊ំផរ៉េកប្រាប់ឲ្យខៃផឹកទឹក Godstone នឹងទៅដើម្បីបង្កើនថាមពលរបស់គាត់ក៏ប្រាប់ថាធម្មតាមនុស្សម្នាក់មិនអាចមានព្រះពីរនៅក្នុងខ្លួនបានទេប៉ុន្តែនៅតែអាចផឹកទឹកនឹងបានដើម្បីឲ្យមានសមត្ថភាពកាន់តែខ្លាំងជាងមុនបន្ទាប់មកខៃក៏ប្រើដៃរបស់គាត់កាត់ Godstone នឹងជា2ហើយក៏ផឹកម្នាក់ពាក់កណ្ដាលជាមួយនឹងលោកអ៊ំផរ៉េកបន្ទាប់ពីពួកគេផឹកហើយឃើញថាមានវិញ្ញាណមួយមែនបានហោះចេញមកហើយក៏ហោះទៅទឹកដីរបស់ពួកគេវិញបាននៅពេលហ្នឹងខៃក៏ចាប់ផ្ដើមចុកពោះដោយសារតែឥទ្ធិពលទាំងអស់ហ្នឹងប្រឆាំងគ្នាបន្ទាប់មកក៏សម្រេចចិត្តចូលទៅដេកក្នុងវ៉ាលីរបស់គាត់អំឡុងពេលដេកលក់នឹងផងដែរយើងក៏បានឃើញអតីតកាលបន្តិចរបស់ខៃដែលតាមពិតទៅភូមិកំណើតរបស់គាត់នឹងត្រូវបានពួកស្វានឹងអុកឡុកនិងដុតកំទេចចោលបន្ទាប់ពីភ្ញាក់ដឹងខ្លួនវិញក៏មានក្មេងស្រីម្នាក់បានដេកអោបគាត់នាងមានឈ្មោះថាអារូជាមនុស្សម្នាក់ដែលខៃបានជួយការពីយប់មិញនឹងឯងហើយមូលហេតុដែលនាងដេកអោបខៃអញ្ចឹងគឺកុំឲ្យខៃរងានោះឯងដោយសារតែនាងចាត់ទុកខៃជាព្រះឬក៏ជាលោកម្ចាស់របស់នាងដូច្នេះចាប់ពីពេលហ្នឹងទៅនាងនឹងតាមបម្រើខៃនោះឯងប៉ុន្តែខៃប្រាប់ថាមិនបាច់តាមបម្រើគាត់អីទេឲ្យតែរស់នៅជុំនឹងលោកតារបស់នាងវិញទៅប៉ុន្តែអារូក៏ប្រាប់ថាលោកតារបស់នាងអត់ឲ្យទៅវិញទេដោយសារតែនាងនឹងបានបូជាឲ្យព្រះហើយបើសិនជានាងត្រឡប់ទៅវិញអាចនឹងនាំសំណាងអាក្រក់ដល់អ្នកភូមិរបស់គេនៅពេលហ្នឹងខៃក៏ត្រូវតែប្រញាប់ទៅវិញដោយសារតែព្រឹកហើយត្រូវទៅហាត់ក្បាច់គុនជាមួយនឹងអ្នកនាងចូលសេនោះឯងបន្ទាប់ពីឡើងដល់លើក៏បានជួបលោកអ៊ំនឹងម្ដងទៀតពួកគេសុំអង្វរខៃរស់នៅក្រោមឥទ្ធិពលរបស់វ៉ាលីកតប៉ុន្តែខៃក៏ប្រាប់វិញថារឿងទាំងអស់ហ្នឹងក៏អត់មានសិទ្ធិសម្រេចចិត្តឡើយបន្ទាប់មកជនជាតិករ៉ូក៏សុំខៃរស់នៅក្បែរនឹងដោយសារតែពួកគេត្រូវពួកអាជ្រូកនឹងតាមសម្លាប់ហើយអត់មានកន្លែងរស់នៅដដែលនឹងខៃក៏បានយកព្រមឲ្យពួកគេរស់នៅកន្លែងនឹងផងដែរប៉ុន្តែហាមដាច់ខាតមិនឲ្យចូលកន្លែងវ៉ាលីរបស់គាត់ទេបន្ទាប់មកខៃក៏មកហាត់ក្បាច់គុនជាមួយនឹងអ្នកនាងចូលសេថែមទាំងត្រូវមកទៀតផងដោយសារតែខៃនឹងមកយឺតប៉ុន្តែក៏ប្រាប់ថាដោយសារតែគាត់ដេកជ្រុលនោះឯងនៅព្រឹកនឹងផងដែរលោកម៉ូឡុចវីសិនក៏បានមករកខៃដល់ចំការតែម្ដងเมื่อអាក្មេងមួយណាឈ្មោះថាខៃបន្ទាប់ពីនឹងមកលោកបារ៉ុនក៏ធ្វើការប្រកួតមួយរវាងគាត់ហើយនឹងខៃមូលហេតុដែលគាត់ធ្វើការប្រកួតអញ្ចឹងគឺចង់ដឹងសមត្ថភាពកូនចៅរបស់គាត់ខ្លាំងកម្រិតណានោះឯងងាកទៅមើលពេលខាងក្រោយបន្តិចលោកអ៊ំផរ៉េកក៏បានផ្ដាំទៅខៃផងដែរថាកុំទាន់បង្ហាញអត្តសញ្ញាណជា Guardian Bearer អីដោយសារតែគាត់ខ្លាចនរណាម្នាក់មានបំណងអាក្រក់ទៅលើខៃនោះឯងចាំខៃមានសមត្ថភាពកាន់តែខ្លាំងជាងនឹងចាំបង្ហាញក៏មិនអីដែរបន្ទាប់មកការប្រយុទ្ធរវាងខៃហើយនិងលោកម៉ូឡុចវីសិនក៏បានចាប់ផ្ដើមការប្រយុទ្ធនៅពេលហ្នឹងល្អមើលគួរសមប៉ុន្តែខៃវាយអត់សូវបានល្អទេដោយសារតែគាត់ខ្លាចចេញសញ្ញាឌីវ៉ាញ់ក្រេះរបស់គាត់នឹងនៅលើមុខអញ្ចឹងហើយគាត់វាយអត់អស់ពីសមត្ថភាពទេវាយកិច្ចអីចឹងទៅហើយលោកម៉ូឡុចវីសិនហ្នឹងបានវាយដំបងរបស់ខៃហ្នឹងឲ្យបាក់បន្ទាប់មកខៃក៏ចូលចាប់ជើងរបស់គាត់ដើម្បីចាប់បោកតែម្ដងប៉ុន្តែត្រូវបានគាត់ទាញឡើងទៅខាងលើហើយសៃមកជង្គង់ឈាមចំបោះខ្ទេចនៅពេលហ្នឹងឃើញថាអេសាដូចជាបារម្ភទៅខៃជាងគេហើយពួកគេប្រហែលជាមានទំនាក់ទំនងអ្វីជាមួយគ្នាដែលយើងនឹងដឹងនៅពេលក្រោយទៀតបន្ទាប់ពីការប្រកួតចប់លោកម៉ូឡុចវីសិនចាប់អារម្មណ៍ទៅលើសមត្ថភាពរបស់ខៃមែនទែនហើយគាត់ក៏បាននិយាយផងដែរថាចាប់ពីថ្ងៃហ្នឹងទៅគាត់នឹងបង្វឹកខៃដោយផ្ទាល់ដៃរបស់គាត់ទៀតផងមួយរយៈពេលក្រោយមកខៃទើបតែមានឱកាសបានទៅលេងកន្លែងវ៉ាលីរបស់គាត់ពេលមកដល់ស្រាប់តែឃើញកូនខ្ទមមួយនៅខាងក្នុងហ្នឹងហើយគាត់ក៏មានអារម្មណ៍ថាខឹងមែនទែនប្រហែលជាពូជសាកូរ៉ូហ្នឹងបានចូលទឹកដីរបស់គាត់នោះឯងប៉ុន្តែនៅពេលដែលចូលមកដល់ឃើញមានតែអារូម្នាក់ទេចំណែកអ្នកផ្សេងពួកគេអត់ហ៊ានចូលមកឡើយហើយក៏បានសួរតានាងផងដែរថាហេតុអីបានជានៅហ្នឹងអត់ទៅរស់នៅជាមួយតាប៉ុន្តែអារូអត់ខ្វល់ជាមួយសម្ដីរបស់គាត់ទេក៏បានទាញមកហូបជាច្រើនចេញមកខៃឃើញអញ្ចឹងគឺថាឈប់ខឹងអស់លេងតែម្ដងហើយក៏បានកែញាត់តែម្ដងទៅនិយាយពីរសជាតិវិញគឺថាឆ្ងាញ់ខ្លាំងមែនតែនអារូក៏បានយកថែមួយថាទៀតឃើញអត់ក្មេងតូចអារូគេនិយាយពីថាពូកែរៀបចំហ្មងនៅថ្ងៃបន្ទាប់ខៃក៏ធ្វើការជុំគ្នារបស់គាត់ដោយធម្មតាហើយឥឡូវហ្នឹងរបបអាហាររបស់គាត់ក៏ទទួលបានច្រើនជាងមុនផងដែរដោយសារតែគាត់នឹងធ្វើការងារច្រើនមានពេលមួយអេសារវល់តែមើលខៃក៏បានដាក់បាយឲ្យគេនឹងលើសចំនួនហើយអាប៉ែហ្នឹងក៏បាននិយាយផងដែរថាប្រហែលជាអេសានឹងស្រឡាញ់គាត់ហើយចប់ឲ្យអាប៉ែនេះសិតតែគេស្រឡាញ់ខ្លួនអីណាអត់ចេះមើលមកខ្លួនឯងសោះបន្តពីនឹងមកខៃធ្វើការផងហាត់ក្បាច់គុនជាមួយនឹងលោកបារ៉ុននិងអ្នកនាងចូលសេផងហើយយូរម្ដងទើបគាត់បានមកអាតកន្លែងវ៉ាលីរបស់គាត់
ហើយការងាររបស់ពួកគេនឹងគឺថាត្រូវបញ្ចេញកម្លាំងមែនទែនពេលខ្លះសូម្បីតែលោកបារ៉ុននឹងក៏ចេញមកកម្ដៅសាច់ដុំរបស់គាត់ផងដែរមួយរយៈពេលនឹងរៀងយូរគួរសមខៃហាត់ក្បាច់គុណនឹងធ្វើការនិយាយទៅចេញចូលកន្លែងវ៉ាឡៃផងមកធ្វើការផងមានពេលមួយគាត់ក៏បានជួបអេសានៅវាលផ្កាមួយកន្លែងហើយគាត់ក៏បានសួរទៅអេសាផងដែរថាមកកន្លែងនឹងធ្វើអីអេសាក៏ប្រាប់ថានាងចូលចិត្តមកកន្លែងនឹងដោយសារតែវាមានផ្កាដូចជានៅភូមិរបស់នាងអញ្ចឹងនៅពេលហ្នឹងខៃទើបតែនឹកឃើញថាពួកគេដូចជានៅភូមិជាមួយគ្នាដែលធ្វើឲ្យអេសាមានអារម្មណ៍ថាខឹងយកហ្មងព្រោះតែខៃអត់មានចាំអីតតែសោះនាងប្រាប់ថាពួកគេជាអ្នកភូមិជាមួយគ្នានឹងឯងនៅថ្ងៃដែលភូមិរបស់ពួកគេនឹងត្រូវបានបំផ្លាញពួកគេបានធ្វើដំណើរចាកចេញទាំងយប់នឹងជុំគ្នានៅពេលហ្នឹងនាងបានឃើញខៃអង្គុយលើរទេះម្នាក់ឯងហើយការធ្វើដំណើររបស់ពួកគេនឹងផងដែរក៏បានជួបពួកអាស្វានឹងម្ដងទៀតពួកវាបានវាយអុកឡុកនិងសម្លាប់អ្នកភូមិនៅពេលហ្នឹងស្វានឹងប៊ីសនឹងវាយមកលើពួកនាងទៅហើយប៉ុន្តែខៃបានលោតចេញមកយ៉ាងក្លាហានចូលទៅវាយជាមួយពួកវាទាំងដំឡូងមូលអត់ចេះអីតតែសោះប៉ុន្តែសំណាងល្អនៅយប់ហ្នឹងលោកបារ៉ុនក៏បានមកជួយពួកគេទាន់បើមិនអញ្ចឹងទេពួកគេប្រហែលជាស្លាប់ទាំងអស់គ្នានៅយប់ហ្នឹងឯងរឿងទាំងអស់ហ្នឹងនាងចងចាំអត់ភ្លេចទេដោយសារតែខៃបានចូលមកជួយពួកគេនោះឯងហើយជាពិសេសខៃតែងតែនិយាយថាគាត់នឹងខ្លាំងនៅថ្ងៃណាមួយជាក់ជាមិនខានសម្រាប់វីដេអូនេះយើងចប់ត្រឹមហ្នឹងសិនបើសិនជាអ្នកទាំងអស់គ្នាបានមើលដល់ចប់កុំភ្លេចជួយចុច like និងចុច comment ឲ្យខ្ញុំបានដឹងផងសូមអរគុណទុកជាមុនជួបគ្នាវីដេអូក្រោយបាយបាយ